inbound, outbound, green, cold, reverse, military and many more. These are types of logistics. Let's understand each with examples and how they're used in real life. 1. Inbound logistics. Definition. Inbound logistics refers to the transportation, storage, and receiving of goods that are coming into a business. It includes all the processes involved in sourcing, purchasing, and receiving raw materials or components from suppliers and getting them to the manufacturing site. Example. A car manufacturing company like Toyota relies heavily on inbound logistics to ensure that parts such as engines, tires, and electronics are delivered from various suppliers to the assembly plant. Timely delivery is crucial to keep the production line running smoothly. Key activities. Sourcing of materials. Supplier management. Transportation coordination. Inventory management at the receiving end. 2. Outbound logistics. Definition. Outbound logistics is the process related to the movement of finished products from the company to the end users. It typically includes warehousing, transportation, and distribution of goods to customers or retailers. Example. An e-commerce giant like Amazon uses outbound logistics to manage the dispatch, delivery, and fulfillment of orders. After a customer places an order, the company picks, packs, and ships the product from its warehouse to the final destination, using various transportation modes such as trucks or air freight. Key activities. Order fulfillment. Warehousing of បងរៀនរាល់ថ្ងៃនេះវានឹងជួយកាត់បន្ថយបាននៅការចំណាយរបស់យើងទាំងពេលវេលាទាំងលុយកាក់អ្វីដែលជាចំណុចពិសេសរបស់វគ្គនេះគឺយើងបានរៀនពីអ្វីដែលជាចំណុចដែលចំគោលដៅរបស់យើងដែលយើងចង់រៀនហើយយើងមិនចំណាយពេលវេលាច្រើនបានន័យថាយើងចំណាយពេលវេលាតិចប៉ុន្តែយើងរៀនបានច្រើនហើយចំគោលដៅចំចំណុចដែលយើងចង់បានបើបងរៀនរាល់ថ្ងៃនេះវានឹងជួយកាត់បន្ថយបាននៅការចំណាយរបស់យើងទាំងពេលវេលាទាំងលុយកាក់អ្វីដែលជាចំណុចពិសេសរបស់វគ្គនេះគឺយើងបានរៀនពីអ្វីដែលជាចំណុចដែលចំគោលដៅរបស់យើងដែលយើងចង់រៀនហើយយើងមិនចំណាយពេលវេលាច្រើនបានន័យថាយើងចំណាយពេលវេលាតិចប៉ុន្តែយើងរៀនបានច្រើនហើយចំគោលដៅចំចំណុចដែលយើងចង់បានបាទសួស្តីអរលោកស្រីក្មួយទាំងអស់ថ្ងៃនេះខ្ញុំចង់នាំមកនៅជំរាបនៅព័ត៌មានមួយពាក់ព័ន្ធជាមួយនឹងវគ្គថ្មីតាមកពិតថាថ្មីក៏វាមិនថ្មីដែរព្រោះយើងកំពុងតែដំណើរការប៉ុន្តែអ្វីដែលជាពិសេសចំណុចពិសេសរបស់វានោះគឺខ្ញុំចង់នាំជូននៅព័ត៌មានសំខាន់មួយដែលផ្ដល់នៅភាពងាយស្រួលហើយនឹងចំណេញបានពេលវេលាហើយនឹងលុយកាក់ផងដែរក្នុងការដែលយើងអាចមានលទ្ធភាពចូលមករៀនវគ្គ Logistics Supply Chain ក៏ដូចជាវគ្គគ្រប់គ្រងឃ្លាំងទំនិញហើយនិងសារពើភ័ណ្ឌ Warehouse and Inventory Management តាមរបៀបថ្មីដែលខ្ញុំបងរៀនរាល់ថ្ងៃនេះវានឹងជួយកាត់បន្ថយបាននៅការចំណាយរបស់យើងទាំងពេលវេលាទាំងលុយកាក់អ្វីដែលជាចំណុចពិសេសរបស់វគ្គនេះគឺយើងបានរៀនពីអ្វីដែលជាចំណុចដែលចំគោលដៅរបស់យើងដែលយើងចង់រៀនហើយយើងមិនចំណាយពេលវេលាច្រើនបានន័យថាយើងចំណាយពេលវេលាតិចប៉ុន្តែយើងរៀនបានច្រើនហើយចំគោលដៅចំចំណុចដែលយើងចង់បានហេតុអីបានជាខ្ញុំហ៊ាននិយាយយ៉ាងដូចនេះដោយសារតែការបង្រៀនរបស់យើងការរៀនរបស់យើងសម្រាប់វគ្គនេះគឺយើងរៀនតាមរយៈការទទួលបាននូវសៀវភៅយើងយកទៅអានខ្លួនយើងដោយយើងមិនចាំបាច់ដូចពីមុនយើងត្រូវចុះឈ្មោះចូលរៀនហើយយើងត្រូវមកជួបចូលក្នុងថ្នាក់ Zoom នៅរៀងរាល់យប់ថ្ងៃអង្គារហើយនឹងថ្ងៃសៅរ៍ពីម៉ោង 7 កន្លះដល់ម៉ោង 9 កន្លះមួយសប្តាហ៍ 2 ដងប៉ុន្តែយើងត្រូវចូលថ្នាក់រៀនយើងត្រូវចូលតាម Zoom ប៉ុន្តែសម្រាប់អ្វីដែលពិសេសសម្រាប់ឥឡូវនេះគឺយើងមិនចាំបាច់ធ្វើយ៉ាងដូចនេះទៀតទេ
គឺយើងធ្វើតាមរយៈខ្ញុំបានសរសេរពីអ្វីដែលខ្ញុំបានបង្រៀនក្នុងរយៈពេលវែងរយៈពេល4ទៅ5ខែហ្នឹងផ្នែក logistics management ហ្នឹងខ្ញុំសរសេរជាសភៅដែលមានកម្រាស់ឥឡូវហ្នឹងក្រោយពី update ហើយមានរហូតដល់640ទំព័រគឺជាច្រើនណាស់សភៅនេះច្រើនណានៅក្នុងហ្នឹងយើងមើលតាំងពី Incoterm ណាអានេះthêmអានេះ Incoterm នៅក្នុងនេះ Incoterm 2010 2020នៅក្នុងហ្នឹងហើយ supply chain integration បើយើងនិយាយពីរបៀបធ្វើការតាម blockchain នៅក្នុង supply chain ហើយខាងនេះគឺយើងមើលនេះគឺពាក់ព័ន្ធជាមួយនឹងpayment term ណា payment term ហើយរបៀបយើងធ្វើអានេះ logistic operation ណាការប្រើប្រាស់ BL ប្រភេទ BL ដែលយើងត្រូវប្រើប្រាស់នៅក្នុងការ shipping logistic operation ចំពោះទី6នេះគឺ ship chartering ណា ship chartering នៅក្នុងហ្នឹងនៅក្នុងជំពូកទី7គឺជាជំពូកពិសេសដែលយើង wrap up ទាំងអស់ទីទាំង6ជំពូកហ្នឹងដើម្បីឲ្យយើងបានយល់ថាតើឆ្លងតាមរយៈដែលយើងបានរៀនហ្នឹងតើយើងទទួលបាននៅសមត្ថភាពយ៉ាងដូចម្តេចខ្លះបោះពុំលើកទី1បានតែមក400ជាងទំព័រនេះប៉ុន្តែឥឡូវនេះក្រោយពេលដែល update ហើយនេះពុំអសរបន្តិចហើយ update ថែមទៀតវាឡើងដល់640ទំព័រអញ្ចឹងក្រោយពេលដែលយើងទទួលបានសភៅហើយក្រោយពេលដែលយើងចុះឈ្មោះចូលរៀនយើងនឹងទទួលបានសភៅមួយដោយ free យើងអាចយកទៅអានមើលខ្លួនយើងតាមពេលវេលាដែលអនុគ្រោះឲ្យយើងអញ្ចឹងទី1វាចំណេញត្រង់ថាយើងមិនចាំបាច់មានសម្ពាធក្នុងការដល់ម៉ោងយើងត្រូវទៅចូលរៀនដល់ម៉ោងត្រូវទៅចូលរៀនមួយអាទិត្យ2ដងហើយពេលខ្លះយើងអាចមកពីធ្វើការយើងមានការហត់នឿយមានការអីហ្នឹងគឺយើងប្រហែលជាមិនបានចូលរៀនទៀតប៉ុន្តែសម្រាប់ឥឡូវនេះ technique ដែលខ្ញុំ model ដែលខ្ញុំបង្រៀនឥឡូវនេះគឺយើងអត់ធ្វើអញ្ចឹងទេតែយើងយកសភៅទៅសភៅហ្នឹងខ្ញុំសរសេរពីអ្វីដែលលម្អិតពីអ្វីដែលខ្ញុំធ្លាប់បង្រៀនរយៈពេលវែងរហូតដល់640ទំព័រហ្នឹងយើងយកទៅអានយើងមានពេលវេលាពេលណាគឺយើងអានពេលហ្នឹងបើយើងអត់មានក៏ហីទៅយើងរវល់ក៏ហីទៅណាអញ្ចឹងក្រោយពេលដែលយើងអានហើយប្រហែលជាយើងមកឃើញចំណុចណាដែលយើងមិនយល់យើងមិនដឹងឬមើលយើងយល់មិនអស់អញ្ចឹងយើងអាច note ទុកហើយនៅរៀងរាល់ថ្ងៃសៅរ៍ពីម៉ោង2ដល់ម៉ោង4ខ្ញុំចំណាយពេលវេលាជារៀងរាល់ថ្ងៃសៅរ៍រយៈពេល2ម៉ោងគឺខ្ញុំអង្គុយចាំដូច្នេះយើងអត់ចាំបាច់មានសម្ពាធខ្ញុំគិតថាអូដល់ម៉ោងយើងត្រូវទៅចូលរៀនដល់ម៉ោងយើងត្រូវទៅចូលរៀនអត់ចាំបាច់ទេក្រោយពេលដែលយើងបានសភៅនៅដៃហើយយើងមានពេលទំនេរពេលណាយើងអានពេលហ្នឹងហើយកន្លែងណាដែលយើងអត់យល់យើងណូតទុកអញ្ចឹងវាអាចធ្វើឲ្យយើងមិនចាំបាច់ចំណាយពេលវេលាមកអង្គុយជាមួយនឹងមិត្តរួមថ្នាក់របស់យើងទោះបីជានៅតាម Zoom ក៏ដោយណាកន្លែងខ្លះយើងចេះហើយណាហើយយើងចូលមកនេះវាខាត់ពេលវេលារបស់យើងណាអញ្ចឹងយើងធ្វើតាមរបៀបយើងយកសភៅទៅអានហើយវា600ផ្លាយ40ផ្លាយទំព័រវាច្រើនលើកលែងតែយើងគិតថាអូយើងមិនមានខ្ញុំសូមលើកបើកមុំចង់មួយមានទស្សនៈមួយថារៀនអញ្ចឹងហាក់ដូចជាយើងអត់មានចិត្តចង់រៀនណាដោយសារអីវាអត់ហាក់ដូចជាយើងអត់មាន obligation អត់មានកាតព្វកិច្ចសម្រាប់ខាបង់លុយឲ្យចូលរៀនប៉ុន្តែអានឹងវាអាស្រ័យលើយើងនេះបើយើងចង់ចេះយើងត្រូវតែអានហើយណាបើទោះបីជាយើងចូលរៀនក្នុងថ្នាក់ក៏ដោយតែបើយើងអត់ចង់ក៏វាមិនទទួលបានលទ្ធផលល្អដែរប៉ុន្តែយើងបានសភៅនេះគឺវាងាយស្រួលមែនទែនវាមិនមែនជាភាសាអង់គ្លេសវាគឺជាភាសាខ្មែរភាគច្រើនណាអញ្ចឹងយើងអានជាភាសាខ្មែរណាហើយបើសិនតែចិត្តយើងចង់ចេះគឺយើងចេះតទៅទៀតហើយអញ្ចឹងកន្លែងណាដែលយើងអត់យល់យើងណូតទេទុកចាំដល់ថ្ងៃសៅរ៍
យើងចូលមកជួបខ្ញុំហើយសួរខ្ញុំហើយអ្វីដែលខ្ញុំថាវាជាចំណុចពិសេសមួយដោយសារខ្ញុំគឺជាអ្នកសរសេរសៀវភៅនឹងខ្លួនឯងអញ្ចឹងយើងសួរអ្នកដែលសរសេរសៀវភៅនឹងផ្ទាល់យើងខុសពីយើងទិញសៀវភៅដែលពីស្រុកក្រៅមកពីអីមកពេលដែលយើងឆ្ងល់យើងពិបាកនឹងសួរអ្នកសរសេរយើងដឹងថាគំនិតគេយ៉ាងម៉េចគេចង់សរសេរនឹងចង់មានន័យថាម៉េចប៉ុន្តែនេះគឺជាភាសាខ្មែរហើយអ្នកសរសេរនៅស្រុកខ្មែរអញ្ចឹងហើយយើងមានឱកាសជួបអ្នកសរសេរដោយផ្ទាល់នៅរៀងរាល់សប្តាហ៍អញ្ចឹងវាផ្ដល់នូវភាពងាយស្រួលដល់យើងមែនតើក្នុងការដែលយើងចង់សួរលម្អិតពីអ្វីដែលជាការចង់យល់ដឹងរបស់យើងផ្ដល់នូវចំណេះដឹងឲ្យយើងនឹងគឺអ្វីដែលខ្ញុំចង់និយាយថាយើងរៀនចំចំណុចដែលយើងចង់រៀនណាយើងអត់អង្គុយចាំពេលខ្លះអ្នកខ្លះអត់ចេះគាត់ត្រូវសួរយើងចេះហើយយើងអង្គុយចាំណាអញ្ចឹងរបៀបនេះគឺអត់ទេយើងមកនៅពេលដែលមកជួបខ្ញុំនៅពេលដែលយើងមានតម្រូវការត្រូវការជួបខ្ញុំតែឡែកខ្ញុំត្រូវចំណាយមួយសប្តាហ៍2ម៉ោងរហូតសម្រាប់ជួបដើម្បីឆ្លើយជាមួយនឹងសំណួររបស់អស់លោកក្មួយដែលជាអ្នកចូលរៀនហ្នឹងដែលចង់ដឹងចង់ដឹងថាមូលហេតុអីបានលោកគ្រូសរសេរអញ្ចឹងណាហើយខ្ញុំនឹងយល់ណាលម្អិតព្រោះជាទម្លាប់របស់ខ្ញុំបើបញ្យល់មិនលម្អិតខ្ញុំមកចង់បញ្យល់ទេដោយសារតែវាអាចនាំគ្រោះថ្នាក់ដល់អ្នកដែលស្ដាប់បើសិនណាជាគាត់ស្ដាប់មិនអស់គាត់យកទៅអនុវត្តខុសគឺធ្វើឲ្យខាតបង់អញ្ចឹងត្រូវការបញ្យល់លម្អិតអ្វីដែលខ្ញុំបង្រៀនអ្វីដែលខ្ញុំសរសេរក្នុងហ្នឹងឯងព្រោះថាមិនយល់ណាបើបញ្យល់វាមានន័យភាសាជាងនឹងទៀតទេបើសិនយើងយល់ហើយយើងអត់ចាំបាច់ចំណាយពេលវេលាមកដើម្បីចូលមកជួបខ្ញុំជារៀងរាល់សប្តាហ៍ថ្ងៃសៅរ៍ពីម៉ោង2ដល់ម៉ោង4នេះថ្ងៃយើងសប្តាហ៍យើងមានគ្នា19នាក់18នាក់ណែ19នាក់ទាំងខ្ញុំប៉ុន្តែអ្នកដែលចូលរៀនអ្នកដែលចូលមកជួបខ្ញុំតែចេះពេលខ្លះ2នាក់ពេលខ្លះ3នាក់ពេលខ្លះ1នាក់ពេលខ្លះ4នាក់អីចឹងទៅអ្នកខ្លះគាត់មានពេលគាត់អត់មានសំណួរទេគាត់ចូលមកស្ដាប់ហើយគាត់ចូលមកចង់ communicate ជាមួយអ្នកដែលចូលមកសួរណាអញ្ចឹងយើងមើលយើងប្រើប្រាស់ពេលវេលារបស់យើងអត់ជាពេលវេលារបស់យើងអត់ចំណាយពេលវេលារបស់យើងដែលយើងត្រូវជប់ធ្វើអីមួយដើម្បីចូលមករៀនហើយចូលមករៀនចំកន្លែងដែលយើងចេះហើយអញ្ចឹងភាសាកន្លែងដែលយើងចេះហើយយើងមិនបាច់ចូលទេមានហេតុផលទេយើងចំណាយពេលយើងទៅធ្វើកិច្ចការយើងវាមិនចំណេញជាងមួយវិញទៀតនៅពេលដែលយើងចូលរៀនពេលដែលយើងចូលមកនេះហើយយើងមានសំណួរតែមួយទេឧទាហរណ៍ពីរទេឧទាហរណ៍ចាំមកសួរខ្ញុំឆ្លើយទៅវាឆ្លើយតបជាមួយនឹងអ្វីដែលយើងចង់បានហើយក្នុងរយៈពេលកន្លះម៉ោងឬមួយក៏10 20 minuteអីអញ្ចឹងឬមួយក៏1ម៉ោងអញ្ចឹងយើងឲ្យសួរហើយយើងគិតថាយើងចេញទៅមិនចាំបាច់ខ្លាចចិត្តទេណាពួកថ្នាក់ហ្នឹងគឺបង្រៀនសម្រាប់អញ្ចឹងហើយអញ្ចឹងមិនចាំបាច់ខ្លាចចិត្តតែគ្រូខ្ញុំអស់ហើយខ្ញុំសុំចេញមុនណាអូខេចេញខ្ញុំនឹងអង្គុយចាំរហូតដល់ម៉ោង4ដល់ម៉ោងអញ្ចឹងបានខ្ញុំចាក់ចេញសប្តាហ៍ក្រោយយ៉ាងដូចគ្នាទៀតហើយសម្រាប់អ្នកចុះឈ្មោះរៀនម្នាក់គឺទទួលបាននៅ8ម៉ោងជា8សប្តាហ៍ជាអតិភិបក៏ប៉ុន្តែ8សប្តាហ៍មិនមែន8សប្តាហ៍ទេយើងគិតមើលអ្នកចូលរៀននៅក្នុងថ្នាក់ហ្នឹងគឺចុះឈ្មោះចូលរៀនក្នុងពេលវេលាខុសៗគ្នាអញ្ចឹងឧទាហរណ៍អាទិត្យទី1 2នាក់8សប្តាហ៍ម្នាក់មកអាទិត្យទី2ម្នាក់8សប្តាហ៍ទៀតវាឡើងប្រហែល6 10សប្តាហ៍អាទិត្យទី3ម្នាក់ទៀតវាឡើងប្រហែល8សប្តាហ៍ទៀតវាឡើង24សប្តាហ៍យើងគិតមើលអញ្ចឹងបើសិនណាជាយើងដែលបានចុះឈ្មោះនៅរៀនក្នុងនឹងហើយមានមូលហេតុអីដែលខ្ញុំមិនអនុញ្ញាតថាអ្នកឯងអស់សុពលភាពអ្នកឯង8សប្តាហ៍ហើយអ្នកឯងមិនអាចចូលបានទេតើមានមូលហេតុអីអញ្ចឹងបានន័យថានៅតែអាចចូលមករៀនរហូតដោយសារអីគោលបំណងរបស់ខ្ញុំគឺចង់ឲ្យយើងចេះអញ្ចឹងមកលើកលែងតែថ្នាក់ហ្នឹងគឺត្រូវបានបញ្ចប់ហើយណាលែងមានហើយអាហ្នឹងបានលើអស់តែបើនៅតែបន្តអញ្ចឹងអាចជួបខ្ញុំរយៈពេលវែងណារយៈពេលវែងក្រៅពីអ្វីដែលយើងអត់យល់នៅក្នុងសភៅឧទាហរណ៍យើងកំពុងធ្វើការពាក់ព័ន្ធជាមួយ logistics supply chain គ្រប់គ្រងឃ្លាំងហើយយើងមាន challenge នៅកន្លែងធ្វើការអាចលើកអាហ្នឹងមកសួរខ្ញុំបានដូចគ្នាអញ្ចឹងយកពេលហ្នឹងដូចខ្ញុំដូចជាកងសតង់ឲ្យអញ្ចឹងដោយសារតែយើងបានបង់លុយចូលរៀនអញ្ចឹងអាចសួរខ្ញុំ free ពីកន្លែងការងារក៏បាន
ដែលមាន challenge ខ្លួនឯងណាផ្ទុយទៅវិញបើសិនមិនមែនជាអ្នកដែលចុះឈ្មោះចូលរៀននៅក្នុងវគ្គនេះទេគឺថ្លៃ consult របស់ខ្ញុំគឺ1ម៉ោង100ខ្ញុំគិត100ថ្លៃ consult របស់ខ្ញុំបើចង់ consult vớiខ្ញុំពាក់ព័ន្ធ logistics ខ្ញុំគិត1ម៉ោង100ប៉ុន្តែសម្រាប់វគ្គនេះគឺអត់បញ្ហាទេយើងអាចសួរមកស្រាប់ឲ្យតែពាក់ព័ន្ធ với logistics ណាអញ្ចឹងយើងមើលសម្រាប់ថ្នាក់ហ្នឹងគឺវាផ្ដល់នៅភាពងាយស្រួលដល់យើងទី1គឺយើងមិនចាំបាច់ធ្វើដំណើរទៅទីតាំងណាមួយកាត់បន្ថយការចំណាយពេលវេលាកាត់បន្ថយការចំណាយលុយកាក់កាត់បន្ថយការប្រឈមហានិភ័យក្នុងគ្រោះថ្នាក់ចរាចរណ៍ពេលដែលយើងធ្វើដំណើរតាមផ្លូវពិសេសគឺជួយដល់អ្នកដែលនៅតាមទីរួមខេត្តក៏ដូចជាអ្នកដែលនៅស្រុកក្រៅគាត់ចង់រៀនគាត់អាចរៀនពីដូចលើកមុនមានមកពីកូរ៉េមានមកពីឥឡូវមានមកពីចិនមានមកពីវៀតណាមមានមកពីអាមេរិកកូនសិស្សខ្ញុំម្នាក់គាត់រៀននោះគឺទៅអាមេរិកហើយគាត់រៀនមកពីអាមេរិកមកវិញដែរអញ្ចឹងយើងមើលផ្ដល់ភាពងាយស្រួលឲ្យយើងច្រើនមែនតើណាច្រើនមែនតើនេះគឺជាអ្វីដែលជាដំណឹងដែលខ្ញុំចង់ជូនដំណឹងដល់សម្រាប់ក្មួយៗដែលមានបំណងចង់ចុះឈ្មោះចូលរៀននៅក្នុងវគ្គ logistics ហើយនឹង supply chain management ហើយនឹងវគ្គមួយទៀតគឺវគ្គគ្រប់គ្រងឃ្លាំង inventory management warehouse and inventory management ហើយសិភៅនេះយើងមើលនៅក្នុងនេះសិភៅនេះគឺមានចំនួន640ទំព័រណាកម្រាស់ក្រាស់ណាក្រាស់ហើយសរសេរតាមយ៉ាងលម្អិតក្នុងហ្នឹងគឺបង្រៀនតាំងពីមូលដ្ឋានគ្រឹះក្នុងការធ្វើ logistics ណាចេះពីរបៀបស្គាល់ពីប្រភេទ container ពីរបៀបគណនាផ្ទៃទំនិញផ្ទៃ container ជាពិសេសគឺវាមាន sensitive មែនតើក្នុងការកាត់បន្ថយការចំណាយនៅក្នុង logistics របស់យើងតាមរយៈចំណេះដឹងតខ្លួនរបស់យើងដែលវាគឺជាមធ្យោបាយដែលមាននិរន្តរភាពបំផុតសម្រាប់ក្នុងការធ្វើ logistics ហើយនិង supply chain បង្រៀនពីរបៀបទូទាត់លុយក្នុងពាណិជ្ជកម្មអន្តរជាតិណាច្រើនបែបណាហើយយើងដឹងស្រាប់ហើយការដែលយើងធ្វើពាណិជ្ជកម្មការដែលយើងធ្វើជំនួញបើយើងអ្នកទិញយើងចង់បានចំណេញមកយើងក្រោយពេលដែលយើងឯកភាពហើយមុនពេលដែលយើងទូទាត់ឲ្យគេប៉ុន្តែឥឡូវពេលច្រើនយើងយកទូទាត់ឲ្យគេមុនហើយយើងអត់បានចំណេញពេលខ្លះចំណេញបានមកហើយវាអត់ដូចអ្វីដែលយើងបាននិយាយគ្នាអញ្ចឹងវគ្គនេះគឺខ្ញុំចង់បង្រៀនឲ្យយើងដឹងពីរបៀបយើងធ្វើយ៉ាងម៉េច secure payment របស់យើងណាអាហ្នឹងក្នុងលក្ខខណ្ឌដែលយើងទិញគេក្នុងលក្ខខណ្ឌដែលយើងលក់ឲ្យគេក៏ដូចគ្នាអញ្ចឹងណាអញ្ចឹងនៅក្នុងហ្នឹងគឺខ្ញុំនៅក្នុងនេះសិភៅនេះគឺបង្រៀនតាំងពីIncoterm 2010-2020ណាInternational Trade Payment Term តាំងពី LC អីមកកាភ្លុះណានិយាយចំ4-5 6-7របៀបណាសម្រាប់ក្នុងការធ្វើការទូទាត់ក្នុងពាណិជ្ជកម្មអន្តរជាតិលើពីនឹងទៅទៀតយើងមានការប្រើប្រាស់ BL គ្រប់គ្រងឃ្លាំងរបៀបជួលកប៉ាល់ណាការ ship chartering ហើយពិសេសជាងនឹងទៅទៀតគឺ logistic operation គឺកន្លឹះវាទីនឹងឯងដែលឲ្យយើងអាចដឹងពីរបៀបសន្សំសំចៃការចំណាយក្នុងការធ្វើ logistics ខ្ញុំសូមបើកកញ្ចក់មួយណាក្នុងការដែលយើងធ្វើពាណិជ្ជកម្មអន្តរជាតិយើងកំពុងផ្អែកទាំងស្រុងភាគច្រើនណាខ្ញុំនិយាយថាភាគច្រើនគឺយើងច្រើនតែសួរថាធ្វើយ៉ាងម៉េចបង់ពន្ធតិចពេលយ៉ាងម៉េចបង់ពន្ធតិចណាហើយខ្ញុំសូមអត់លើកទឹកចិត្តឲ្យយើងមានគំនិតហ្នឹងទេណាបើរាប់ដាក់មកប៉ុណ្ណាគឺប៉ុណ្ណឹងហើយនៅពេលណាដែលយើងប្រើប្រាស់ចំណេះដឹងសមត្ថភាពរបស់យើងដើម្បីចំណាយតិចចំណាយថ្លៃដើមតិចអានោះគឺជាអ្វីដែលវាមាននិរន្តរភាពហើយវានឹងអាចប្រឡូកជាមួយអ្នកណាក៏បានដែរដោយសារអីយើងមានជំនាញក្នុងការប្រើប្រាស់ធនធានមនុស្សឲ្យអស់លទ្ធភាពក្នុងការប្រើប្រាស់ធនធានដែលយើងថ្លៃដើមដែលយើងចំណាយទៅអស់លទ្ធភាពនៅក្នុងជំពូកទី2ណានៅក្នុងសភៅហ្នឹងអញ្ចឹងយើងនឹងដឹងថាពេលយើងអាចកាត់បន្ថយការចំណាយរបស់យើងបានច្រើន
របៀបប្រើប្រាស់ធនធានមនុស្សរបៀបធ្វើការជាលក្ខណៈ supply chain integration ណាចេះរបៀបប្រើប្រាស់ blockchain នៅក្នុង supply chain ចឹងទាំងអស់ហ្នឹងហើយដែលបង្រៀននៅក្នុងសភៅហ្នឹងហើយយើងនឹងទទួលបាននឹងចំណេះដឹងច្រើនណាពិសេសដូចខ្ញុំបញ្ជាក់មិញចឹងsupply logistic operation គឺសំខាន់ទាំងតំណែងរាយទាំងតំណែងជាលក្ខណៈ dry bulk ជាតំណែងលក្ខណៈជា project cargo ណាជាលក្ខណៈជា containerized cargo អញ្ចឹងទាំងអស់ហ្នឹងហើយពិសេសមួយទៀតគឺលក្ខណៈ cargo handling បានន័យថាការមើលបន្លាស់ទីការថែទាំតំណែងទាំងនៅក្នុងឃ្លាំងទាំងការរើតំណែងទាំងអស់ហ្នឹងសុទ្ធតែទាំងការដាក់ចុះកប៉ាល់ណាទាំងអស់ហ្នឹងសុទ្ធតែជាអ្វីដែលជាមធ្យោបាយមួយដែលធ្វើឲ្យយើងអាចកាត់បន្ថយការចំណាយនៅក្នុងការធ្វើ logistics បានហើយវាមាននិរន្តរភាពដោយសារអីมันអាចមានអ្នកណាយកពីយើងបានវានៅក្នុងខួរក្បាលរបស់យើងឧទាហរណ៍បើយើងពឹងផ្អែកទៅលើបុគ្គលណាម្នាក់ដែលជួយកាងយើងឲ្យមានបង់ពន្ធតិចសូថាបុគ្គលនឹងគាត់កាងយើងរហូតទេហើយសូថាបើសិនណាជាយើងចូលចិត្តណាប្រើប្រាស់របៀបបង់ពន្ធតិចណានិយាយក្រក់ស្ដាប់បន្តិចដូចពន្ធហើយយើងឲ្យលុយទៅបុគ្គលលុយនឹងគឺបានទៅបុគ្គល 100% ទុយទៅវិញបើសិនណាជាយើងបង់ពន្ធជូនរដ្ឋពេញឲ្យដូចតាមអ្វីដែលរដ្ឋកំណត់ឲ្យយើងលុយនឹងវានឹងត្រឡប់បានមកយើងវិញណាហេតុអីដោយសាររដ្ឋយកលុយនឹងទៅកសាងហេដ្ឋារចនាសម្ព័ន្ធអញ្ចឹងយើងរាល់ថ្ងៃយើងនៅក្នុងសង្គមហ្នឹងយើងត្រូវការហេដ្ឋារចនាសម្ព័ន្ធហើយបើយើងមិនបង់ពន្ធសុទ្ធថារដ្ឋបានពីណាមករដ្ឋបានលុយពីណាមកពីណាបើកប្រាក់ខែឲ្យបុគ្គលិករបស់រដ្ឋយើងឃើញទេបើយើងគិតរបៀបអញ្ចឹងបានយើងសប្បាយចិត្តនឹងបង់ពន្ធជូនរដ្ឋយើងចំណេញផងយើងបង់ពន្ធជូនរដ្ឋផងហើយរដ្ឋមិនមែនយកលុយនឹងទៅណាទេគឺយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធដូចនេះអាចឲ្យខ្លួនយើងដែរដោយសារពេលខ្លះយើងគឺជាមន្ត្រីរាជការដែរបើប្រកាសឲ្យយើងដែរអញ្ចឹងសរុបមកវិញគឺយើងអាចធ្វើការកាត់បន្ថយថ្លៃចំណាយថ្លៃដើមរបស់យើងក្នុង logistics គឺកុំសង្ឃឹមទៅលើការបង់ពន្ធតិចណាប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យសង្ឃឹមទៅលើចំណេះដឹងរបស់យើងដែលយើងបានពីការរៀនពីបទពិសោធន៍ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិតាមរយៈការកាត់បន្ថយថ្លៃដើមនៅក្នុងការធ្វើ logistics ហើយនិង supply chain យើងត្រូវដឹងថា logistics អ្វីដែលជានិយមនៃពិតប្រាកដជាសកម្មភាពពិតប្រាកដរបស់ logistics គឺជាសកម្មភាពប្រតិបត្តិការអ្វីដែលជាសកម្មភាពអ្វីដែលជាប្រតិបត្តិការវាដាច់ខាតត្រូវតែមានចំណាយណាវាដាច់ខាតត្រូវតែមានចំណាយគ្មានចំណាយណាមួយដែលអត់មានសកម្មភាពទេរាល់សកម្មភាពទាំងអស់ពាក់ព័ន្ធជាមួយនឹងការចំណាយហើយនឹងចំណូលណាចំណាយនៅពេលណាចំណាយនៅពេលដែលយើងនាំចូលនៅវត្ថុធាតុដើមដែលយើងនាំចូលយើងមិនមែនផលិតខ្លួនឯងទេគឺយើងត្រូវការនាំចូលពីស្រុកក្រៅឬខាងក្នុងស្រុកដែរយើងត្រូវការដឹកជញ្ជូនត្រូវការខាងតំណែងណាត្រូវការអីទាំងអស់សុទ្ធតែជាអ្វីដែលត្រូវការចំណាយលើថ្លៃពលកម្មលើថ្លៃដឹកជញ្ជូនលើថ្លៃដែលយើងឃើញទេប៉ុន្តែនៅពេលដែលយើងចំណាយនឹងខ្ពស់វាធ្វើឲ្យយើងទទួលបាននៅលទ្ធផលសម្រេចក្នុងតម្លៃខ្ពស់ដូចគ្នានៅពេលដែលយើងទទួលបានលទ្ធផលសម្រេចតម្លៃខ្ពស់យើងលក់វិញក៏ក្នុងតម្លៃខ្ពស់ដូចគ្នាហើយនៅពេលដែលយើងលក់តម្លៃខ្ពស់យើងមានឱកាសក្នុងការបាត់បង់ឱកាសក្នុងការដណ្ដើមនៅក្នុងចំណែកទីផ្សារដែលគេហៅថា market share យើងឃើញទេអញ្ចឹងបើសិនណាជាអត់មាន logistics បានន័យថាការងារកណន័យក៏មិនដឹងទៅមានអីគិតដែរព្រោះវាអត់មានចំណូលចំណាយការងារគ្រប់គ្រងក៏វាអត់មានអីដែរព្រោះមិនដឹងគ្រប់គ្រងលើអីវាអត់មានសកម្មភាពណាការងារធនធានមនុស្សក៏អត់មានដែរព្រោះវាអត់មានសកម្មភាពទាំងអស់អញ្ចឹងយើងមើលគឺអ្វីដែលជាស្នូលក្នុងការធ្វើ business គឺ logistics ចឹងហើយបានជានៅក្នុងវីដេអូដែលខ្ញុំដាក់នៅក្នុង Facebook របស់ខ្ញុំហ្នឹងតាំងពីភាគ1ភាគ2ហ្នឹងគឺខ្ញុំតែងតែចាក់នៅបន្តិចដល់ឲ្យយើងស្គាល់ពីឧទាហរណ៍នៅភាសានៅប្រទេសអង់គ្លេសគេនិយាយថាអ្វីៗទាំងអស់សុទ្ធតែ
ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងសិតតែពាក់ព័ន្ធនឹង logistics ទាំងអស់អញ្ចឹងយើងពាក់ព័ន្ធនឹង logistics យើងពាក់ព័ន្ធជាមួយនឹងការចំណាយវាក្នុងរយៈពេលយូរជាងយ៉ាងម៉េចរៀបចំការចំណាយរបស់យើងកុំឲ្យចំណាយអ្វីដែលវាអត់ប្រយោជន៍ពិតហើយណាគឺពេលខ្លះដែលអត់ដឹងគឺចំណាយអ្វីដែលអត់ប្រយោជន៍ច្រើនមែនទែនតែបើយើងកាត់បន្ថយអ្វីដែលយើងចំណាយអត់ប្រយោជន៍បានណាអ្វីនៅតែនៅតែរលូនដូចគ្នាក៏ប៉ុន្តែយើងចំណាយតិចជាងយើងបានកាត់ចោលអ្វីដែលយើងមិនចាំបាច់ប៉ុន្តែយើងកាត់ចោលបានដោយរបៀបណាតាមរយៈជំនាញបច្ចេកទេសបទពិសោធន៍ដែលយើងអាចធ្វើទៅបានមិនមែនមិនអាចធ្វើបានយើងអាចធ្វើបានហើយវាមិនស្ថិតនៅក្រោមឥទ្ធិពលពីខាងក្រៅទេអានឹងវាស្ថិតនៅក្រោមឥទ្ធិពលខ្លួនយើងប្រើប្រាស់សមត្ថភាពខ្លួនយើងតែការកាត់បន្ថយការចំណាយដោយយើងពឹងផ្អែកឥទ្ធិពលពីខាងក្រៅយើងឃើញថ្មីឃើញស្រាប់ពិភពលោកណាគ្រាន់តែអាមេរិកគាត់តម្លើងពន្ធបន្តិចយើងឃើញហើយណាអញ្ចឹងនេះគឺជាលទ្ធផលដែលពឹងផ្អែកទៅលើឥទ្ធិពលពីខាងក្រៅហើយឃើញទេអញ្ចឹងបើសិនណាជាយើងពឹងផ្អែកទៅលើអ្វីដែលជាឥទ្ធិពលខាងក្នុងខ្លួនយើងដែលយើងអាចគ្រប់គ្រងបានយើងអាចកាត់ចំណាយតាមហ្នឹងណាអាចកាត់ចំណាយតាមហ្នឹងអញ្ចឹងជាមួយគ្នាហ្នឹងក៏មានវគ្គមួយទៀតគឺវគ្គគ្រប់គ្រងឃ្លាំងហើយនឹងសារពើភ័ណ្ឌដែរ Warehouse and Inventory Management ដែលមានសភៅរបៀបរៀនគឺយើងរបៀបរៀនយើងរៀនដូចគ្នាហើយសភៅដែលមានកម្រាស់100ទំព័រណាគឺសភៅនេះណាដែលមានកម្រាស់100ទំព័រណាហើយឡែកសភៅនេះគឺមានកម្រាស់640 ទំព័រណាយើងមើលក្រាស់មែនតើណាច្រើនណាក្នុងហ្នឹងគឺច្រើនណាខ្ញុំចង់ឲ្យបើកមើលឲ្យបន្តិចដែរក្មួយឬមួយក៏អស់លោកស្រីដែលមានចំណាប់អារម្មណ៍ចង់រៀនខ្លួនឯងក្តីចង់បញ្ជូនបុគ្គលិកឲ្យគាត់រៀនណាអត់ពាក់ព័ន្ធដល់ម៉ោងការងាររបស់គាត់ទេខ្ញុំគិតថាថ្ងៃសៅរ៍ល្ងាចប្រហែលជាក្រុមហ៊ុនភាគច្រើនក៏អាចសម្រាប់ណាឬមួយក៏ធ្វើទាំងថ្ងៃសៅរ៍ក៏មិនទាស់អីដែរគាត់អាចរៀនពីប្រូគាត់បានណាគាត់អាចរៀនពី Office របស់គាត់បានអត់មានបញ្ហាទេព្រោះយើងតាម Zoom ទេណាយើងជួបខ្ញុំតាម Zoom អញ្ចឹងយើងអាចសួរឆ្លងឆ្លើយគ្នាសួរកាត់សំណួរអីចង់សួរអីក៏បានដែរតែពាក់ព័ន្ធនឹង Logistics ណាអញ្ចឹងយើងអាចសួរបាននៅរៀងរាល់ថ្ងៃសៅរ៍ណាបាទព័ត៌មានដែលខ្ញុំចង់ជម្រាបជូនគឺប៉ុណ្ណឹងហើយថ្នាក់យើងនេះគឺយើងអាចចាប់ចុះឈ្មោះជារៀងរាល់ថ្ងៃណាយើងអត់ថាពេលវេលារៀនមុនរៀនក្រោយអត់ទេណាយើងទៅរលូនអញ្ចឹងរហូតទៅណាគឺថាអ្នកដែលគាត់ចុះឈ្មោះមុនគេរហូតដល់ឥឡូវមិនដឹងប្រហែល10សប្តាហ៍ហើយទេណាយើងថ្នាក់យើងហ្នឹងយើងបើកដូចជាប្រហែលយូរដែរហើយណាប្រហែលជាប្រហែលខែហើយណាអញ្ចឹងគាត់នៅតែអាចចូលមករៀនបានណាហើយសម្រាប់អ្នកដែលចង់ចុះឈ្មោះចូលរៀននៅក្នុងវគ្គនេះទាំងពីរវគ្គនេះគឺអាចស្វែងរកតំណែងជាមួយខ្ញុំបានតាមរយៈ Telegram របស់ខ្ញុំលេខទូរស័ព្ទខ្ញុំ012 83 88 34ហើយ Telegram ឈ្មោះខ្ញុំទឹកសិលា TITHSELA អញ្ចឹងអាចសួរខ្ញុំតាម Telegram បែរជាខ្ញុំអាចនិយាយ voice សម្លេងច្រើនជាងព្រោះការសរសេរវាដៃខ្ញុំធំដែរដល់ពេលអញ្ចឹងពេលខ្លះអាចសរសេរវាខុសហើយ view ណាបើយើងនិយាយ voice សម្លេងតាម Telegram វាមានភាពងាយស្រួលជាងក្នុងការដែលយើង communicate ជាងណាអញ្ចឹងយើងអាចបញ្ជូនបុគ្គលិកអាចអីគឺអាចជួយធ្វើការងារយើងច្រើនអាចជួយធ្វើការងារយើងច្រើនបាទនេះគឺជាព័ត៌មានខ្ញុំគិតថាវានឹងជួយកាត់បន្ថយការចំណាយរបស់យើងហើយយើងចំណាយពេលតិចយើងរៀនបានច្រើនយើងចំណាយថវិកាតិចជាងមុនណាតិចជាងមុនជិត 50% ណាហើយយើងរៀនបានច្រើនជាងណាហើយយើងរៀនចំគោលដៅនៅអ្វីដែលយើងចង់រៀននោះគឺជាចំណុចសំខាន់ហើយអ្វីដែលចំណេញជាងគេទៀតគឺយើងមានកងសតង់មួយនៅពីក្រោ
របស់យើងនៅពេលដែលយើងមានបញ្ហាអី challenge កន្លែងដែលការងាររបស់យើងឧទាហរណ៍យើងជាបុគ្គលិកថ្មីយើងទៅធ្វើកិច្ចការ logistics ថ្មីប្រហែលជាយើងមានចំណុចខ្លះដែលយើងអត់សូវយល់ឬមួយក៏យើងមិនយល់តែម្ដងចឹងអាចយកមកនិយាយជួយខ្ញុំបានអាចយកមកសួរខ្ញុំបានខ្ញុំនឹងបញ្យល់នៅអ្វីដែលយើងចង់សួរបាទអរគុណសម្រាប់ការស្ដាប់នៅវីដេអូនេះដល់ទីបញ្ចប់ហើយសង្ឃឹមថាយើងនឹងជួបគ្នានៅក្នុងវគ្គនេះបាទសូមអរគុណ